គ្រប់ជម្រាបសួរពុកម៉ែបងប្អូនអ្នកគ្នានៅក្នុងបណ្ដាញសង្គម Facebook YouTube TikTok ទាំងអស់គ្នានេះគឺគេហៅទៅសក់ចៅប៉ុន្តែគឺពួកយើងធ្វើការហាលជាលើកទី1អូខេបងប្អូនហាលជាលើកទី1បន្ទាប់ពីយើងធ្វើការត្រាំទឹកអំបិលស្រោះទឹកអំបិលអញ្ចឹងណាបងប្អូនអូខេបងប្អូនអញ្ចឹងទៅសក់ចៅនេះគឺលើកទី1គឺយើងហាលអញ្ចេះរហូតទៅដល់វាក្រៀមរហូតដល់វាសពប់អូខេបងប្អូនអញ្ចឹងបងប្អូនទាំងអស់ដែលចូលចិត្តគ្រប់គ្រងផលិតផលខ្មែរហើយនឹងចូលចិត្តហូបរបស់ធម្មជាតិបងប្អូនអាចធ្វើការតាក់ទងមកពួកខ្ញុំបានដោយខ្ញុំនឹងដាក់លេខទូរស័ព្ទលើវីដេអូនេះតែម្ដងអូខេបងប្អូននេះជាទស្សនវិជ្ជានៅក្នុងការហាលលើកដំបូងបន្តិចទៀតនេះខ្ញុំនឹងឲ្យបងប្អូនទៅមើលហាលលើកទី2ការហាលលើកទី2ការហាលលើកទី2ហ្នឹងគឺបងប្អូននឹងឃើញរៀងប្រែពណ៌ហើយវារៀងស្វិតជាងមុនហើយបងប្អូននេះគឺរៀនហាលទី2ដែលយើងធ្វើការហាលជាលើកទី3ហើយទី3ហើយបងប្អូនមិនមែនទី2ទេដោយសារទី2ហ្នឹងអត់បានថតឲ្យពុកម៉ែបងប្អូនទេអញ្ចឹងហាលលើកទី3ហ្នឹងគឺវារៀងសពប់ហើយរៀងស្វិតមករៀងតូចចេះប៉ុន្តែវាអត់ទាន់ដល់ដំណាក់កាលដែលយើងត្រាំជាមួយនឹងទឹកស្ករទឹកអីទេអញ្ចឹងត្រាំជាមួយទឹកស្ករវាចាប់ផ្ដើមរីកវិញអូខេបងប្អូនហើយទៅសក់ចៅនេះគឺល្អខ្លាំងមែនទែនបងប្អូនអាចយកទៅញ៉ាំបាយព្រឹកឬក៏ញ៉ាំបាយថ្ងៃក៏បានដែរនិយាយរួមញ៉ាំជាមួយនឹងបាយតែម្ដងអញ្ចឹងទៅសក់ចៅនេះយើងធ្វើឡើងពីធម្មជាតិយើងហាលជាមួយនឹងកម្ដៅថ្ងៃយើងប្រើការផលិតឡើងតាមរបៀបថាធម្មជាតិតែម្ដងអញ្ចឹងវាអត់ប៉ះពាល់សុខភាពអត់ប៉ះពាល់ដល់និយាយរួមទៅប៉ះពាល់សុខភាពបងប្អូនទេអញ្ចឹងបងប្អូនអាចយកទៅញ៉ាំគឺអាចទុករហូតដល់ខូបអញ្ចឹងរយៈពេលចាប់ពីមួយអាទិត្យដែលពួកខ្ញុំត្រាំបានឲ្យពុកម៉ែបងប្អូនហ្នឹងគឺចាប់ពីមួយអាទិត្យទៅដល់កន្លះខែគឺបងប្អូនអាចញ៉ាំឆ្ងាញ់ហើយអញ្ចឹងបងប្អូនកុំភ័យថាវាជារបស់មួយដែលអាចប៉ះពាល់ដល់សុខភាពអត់ទេអញ្ចឹងបងប្អូនគ្រប់គ្រងផលិតផលកសិកម្មខ្មែរយើងស្នាដៃរបស់កូនខ្មែរយើងនឹងគឺវាល្អខ្លាំងមែនទែនបងប្អូនល្អត្រង់ថាយើងអាចជួយជំរុញការដាំដុះរបស់កសិករជួយដល់កសិករហើយក៏ជួយគ្រប់គ្រងផលិតផលខ្មែរយើងផងដែរអញ្ចឹងធ្នើនេះគឺយើងហាលបាន3ថ្ងៃហើយខាងនោះក៏ដូចគ្នាដែរបងប្អូនប៉ុន្តែតសក់នេះគឺខាងនោះវារៀងធំជាងខាងនេះបន្តិចអូខេអញ្ចឹងបងប្អូនមើលនេះមែននេះនេះមែនអូខេបងប្អូននេះគឺនេះស្ងួតល្អបងប្អូនអូខេអញ្ចឹងយើងលើកអញ្ចេះគឺឲ្យបងប្អូនគ្រាន់តែចង់ឲ្យបងប្អូនមើលនេះទេសភាពរបស់ការហាលរបស់យើងរយៈពេល3ថ្ងៃហើយប៉ុន្តែចាំវីដេអូក្រោយខ្ញុំនឹងបង្ហាញការដែលយើងដាក់ត្រាំចូលទៅក្នុងកឡហើយផ្ញើជូនទៅដល់អតិថិជនមួយចំនួនអូខេកន្លងមកគឺខ្ញុំបានធ្វើការលក់ទៅឲ្យបងប្អូនមួយចំនួនដែលគាត់រស់នៅក្នុងខេត្តសៀមរាបគាត់បានពិសាហើយគាត់ក៏បានសរសើរថាឆ្ងាញ់ដែរហើយគាត់មានកម្រងទិញដែរហើយក៏អរគុណពួកគាត់ខ្លាំងមែនទែនដែលគ្រប់គ្រងផលិតផលខ្មែរអូខេបងប្អូនជាចុងក្រោយបងប្អូនដែលចង់តាក់ទងក្នុងការជាវការជួយទិញតសក់ចៅនេះគឺបងប្អូនអាចធ្វើការឆាតមកតាមរយៈ Telegram Facebook ហើយជាពិសេសបងប្អូនអាចតាក់ទងតាមលេខទូរស័ព្ទខ្ញុំមានការផ្ញើទៅកាន់25ខេត្តក្រុងតាមរយៈវរៈបន្ថែមឬក៏ក្រុមហ៊ុនដឹកជញ្ជូនណាមួយឬក៏តាមឡានអីជាដើមអញ្ចឹងទៅអញ្ចឹងបងប្អូនកុំព្រួយបារម្ភទោះបងប្អូននៅខេត្តផ្សេងក៏ខ្ញុំអាចផ្ញើទៅបានដែរអូខេបងប្អូនតម្លៃសមរម្យខ្លាំងមែនទែនអញ្ចឹងបងប្អូនអាចធ្វើការទម្លាក់លេខទម្លាក់ទីតាំងខ្ញុំនឹងធ្វើការរៀបចំជូនពុកម៉ែបងប្អូនទាំងអស់គ្នាអូខេអញ្ចឹងកុំភ្លេចបងប្អូនជួយកសិករខ្មែរជួយផលិតផលខ្មែរដើម្បីជួយដល់កសិករដើម្បីជួយដល់សេដ្ឋកិច្ចជាតិរបស់យើងទាំងមូលអូខេបងប្អូនជួបគ្នានៅវីដេអូក្រោយខ្ញុំនឹងធ្វើការ review បន្ថែមទៀតទៅលើទៅសក់ចៅនេះអូខេបាយបាយជម្រាបលា